ជំនុំជម្រះដោយគ្មានលើកលែងកាន់គម្ពីរអេសាយជំពូកទី5ខទី18ដល់ខទី30វេទនាដល់ពួកអ្នកដែលអូសទាញសេចក្តីទុច្ចរិតដោយខ្សែជាសេចក្តីភូតភរហើយអំពើបាបដោយខ្សែលាមរទេះជាពួកអ្នកដែលថាចូលឲ្យទ្រង់ប្រញាប់ឡើងឲ្យទ្រង់បង្ហើរការឲ្យឆាប់ចុះដើម្បីឲ្យយើងបានឃើញនឹងភ្នែកចូលឲ្យគំនិតរបស់ព្រះដ៏បរិសុទ្ធនៃសាអ៊ីស្រាអែលចូលមកជិតហើយមកដល់ចុះឲ្យយើងបានស្គាល់ផងវេទនាដល់ពួកអ្នកដែលរាប់សេចក្តីអាក្រក់ថាជាល្អហើយសេចក្តីល្អថាជាអាក្រក់វិញជាពួកអ្នកដែលយកសេចក្តីងងឹតជាពន្លឺហើយយកពន្លឺជាងងឹតក៏យកសេចក្តីជូរចត់ជាផ្អែមហើយយកផ្អែមជាជូរចត់វិញវេទនាដល់ពួកអ្នកដែលរាប់ខ្លួនជាមានប្រាជ្ញាហើយស្មានថាខ្លួនគេមានគំនិតស្រួចវេទនាដល់ពួកអ្នកដែលប៉ិនប្រសពនឹងផឹកស្រាទំពាំងបាយជូរនិងអ្នកដែលខ្លាំងពូកែក្នុងការលាយគ្រឿងស្រវឹងជាពួកអ្នកដែលស៊ីសំណូកដើម្បីរាប់មនុស្សអាក្រក់ថាជាសុចរិតវិញហើយដកសេចក្តីសុចរិតរបស់មនុស្សសុចរិតចេញហេតុដូច្នោះបែបដូចជាអណ្ដាតភ្លើងឆេះបន្សោះចិញ្ច្រាំងហើយស្មើក្រៀមស្រុតចុះក្នុងភ្លើងយ៉ាងណានោះឫសរបស់ពួកអ្នកទាំងនោះនឹងបានដូចជាអ្វីដែលពុករលួយហើយផ្ការបស់គេនឹងហុយឡើងដូចជាធូលីយ៉ាងនោះដែរបាត់គេបានលះចោលបញ្ញត្តិច្បាប់របស់ព្រះយេហូវ៉ានៃពួកពលបរិវារព្រមទាំងមើងងាយចំពោះព្រះបន្ទូលរបស់ព្រះដ៏បរិសុទ្ធនៃសាអ៊ីស្រាអែលផងហេតុនោះសេចក្តីខ្ញាល់របស់ព្រះយេហូវ៉ាបានឆេះឡើងទាស់នឹងរាជនៃទ្រង់ហើយទ្រង់បានលូកព្រះហស្ថមកវាយគេឯភ្នំទាំងប៉ុន្មានក៏ញ័រហើយខ្មោចគេបានត្រឡប់ដូចជាសម្រាមនៅកណ្ដាលផ្លូវទាំងប៉ុន្មានទោះបើយ៉ាងនោះក៏ដោយគង់តែសេចក្តីខ្ញាល់របស់ទ្រង់មិនទាន់បែកចេញទាំងអស់ទៅដែរគឺព្រះហស្ថទ្រង់ចេះតែលូកមកទៀតទ្រង់នឹងលើកទង់ជ័យសម្រាប់ពួកសាសដែលនៅទីឆ្ងាយហើយនឹងហួចហៅឲ្យមកពីចុងផែនដីនោះពួកខ្មាំងនឹងខំសង្វាតមកដោយប្រញាប់អត់មានអ្នកណាមួយអស់កម្លាំងឬជំពប់ជើងឡើយអត់មានអ្នកណាមួយងុយងប់ឬដេកលក់ក៏អត់មានអ្នកណាមួយបន្ធូរខ្សែក្រវ៉ាត់ឬស្រាយខ្សែស្បែកជើងដែរជាពួកអ្នកដែលមានព្រួញមុតណាស់ហើយធ្នូទាំងអស់ក៏ដំឡើងជាស្រេចឯក្រចកសេះនោះនឹងបានរាប់ជាថ្មភ្លើងហើយកង់រទេះរបស់គេក៏ដូចជាខ្យល់គួចសូរសន្ធឹករបស់ពួកនោះនឹងបានដូចជាសូរក្រហឹមរបស់មេសឹងគេនឹងក្រហឹមដូចជាកូនសឹងគេនឹងក្រហឹមហើយចាប់រំពាយកទៅអត់មានអ្នកណាជួយឲ្យរួចបានឡើយនៅគ្រានោះគេនឹងក្រហឹមដាក់ពួកអ្នកទាំងនោះឲ្យលឺដូចជាសូរក្រំក្រែងនៃសមុទ្រហើយបានអ្នកណាមើលទៅក្នុងស្រុកនោះនឹងឃើញមានតែងងឹតនិងសេចក្តីវេទនាទទេហើយពន្លឺដែលនៅលើមេឃនឹងងងឹតសូត្រទៅដែរចូលគិតនិងស្វែងយល់ព្រះបានប្រកាសថាការជំនុំជម្រះនឹងធ្លាក់មកលើអស់អ្នកណាដែលបានបំភ្លេចព្រះក្នុងការស្វះស្វែងរកសេចក្តីលោភនិងអ្នកដែលបានបោះបង់ចោលការប្រកាន់យកសេចក្តីយុត្តិធម៌និងសេចក្តីសុចរិតចំពោះអ្នកជិតខាងរបស់ពួកគេហើយមកប្រព្រឹត្តអំពើទុច្ចរិតវិញព្រះនឹងប្រើពួកសាសដែលមានអំណាចនៅជុំវិញជាឧបករណ៍នៃការជំនុំជម្រះដើម្បីវាយផ្លែទំពាំងបាយជូររបស់អ៊ីស្រាអែល
សាសអ៊ីស្រាអែលដែលបានប្រងើយកន្តើយនឹងព្រះនឹងត្រូវបានបង្ខំឲ្យរងទុក្ខក្នុងស្រុកដែលអាក្រក់មានពេញដោយសេចក្តីងងឹតខទី18ដល់ទី30តើព្រះជានរណាខទី24ដល់ទី26ព្រះដាក់ទោសមនុស្សមានបាបរាជរបស់ព្រះមិនបានលើកលែងចំពោះការនេះទេព្រះបានមានសេចក្តីក្រោធដោយសារអំពើបាបនិងអំពើអាក្រក់របស់សាសអ៊ីស្រាអែលនិងបានរៀបចំដាក់ទោសពួកគេតាមរយៈពួកខ្មាំងសត្រូវដែលខ្លាំងពូកែតើមានអ្វីដែលកំពុងតែមិនគប់ព្រះហឫទ័យព្រះក្នុងជីវិតយើងដែរឬទេចូលត្រឡប់ក្រោយជាឆាប់តាមការបង្គាប់របស់ទ្រង់តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើខទី20ដល់ទី21តើយើងមិនស្ទាក់ស្ទើរក្នុងការបង្រៀនសេចក្តីពិតនៃដំណឹងល្អដោយប្រើការជំទាស់របស់មនុស្សជំនាន់នេះធ្វើជាលេសដោះសារថានោះជាការល្អដើម្បីគោរពតម្លៃផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ដែរឬទេចូលផ្សាយពីក្រឹតវិន័យដ៏ច្បាស់លាស់របស់ព្រះប្រកបដោយកិរិយាគោរពតាមរយៈការស្រឡាញ់សូមអានកាន់គម្ពីរសុភាសិតជំពូកទី13ដល់ជំពូកទី15សេចក្តីអធិដ្ឋានអោព្រះអង្គអើយយើងខ្ញុំនឹងព្យាយាមបើកត្រចៀករបស់យើងខ្ញុំស្ដាប់ព្រះបន្ទូលរបស់ទ្រង់ហើយរស់នៅស្របតាមព្រះបន្ទូលនោះ